smartphoneយើងដាក់តាមពាន់នេះសម្រាប់ខ្សែនេះកុំព្យូទ័រ30 40អីយើងប្រើបានធូរហ្មងអានេះអត់$15ហើយប្រហែលជា50មេប៉ុន្តែបើសិនយើងដាក់តែប៉ុណ្ណឹងយើងប្រើវាអត់បានស្រួលបានទេបើសិនមានកុំព្យូទ័រច្រើនហើយមានកម្មវិធី download ដូច internet download manager អញ្ចឹងយើងអត់អាចប្រើបានលឿនទេព្រោះអ្នកដែលប្រើកម្មវិធី download គេទាញមេទៅអស់ហើយទាញ speed ទៅអស់ហើយអញ្ចឹងបើសិនជាយើងចង់ឲ្យប្រើបានគ្រប់គ្នាអ្នក download អីក៏ download ទៅក៏យើងប្រើ router មួយទៀតrouter board អានោះ Magnetic ហ្នឹងទៅអាចកំណត់ speed បានព្រោះ router មួយនេះអត់អាចកំណត់ speed បានទេតែបើ router មួយទៀតអានោះថ្មី60រៀល70រៀលអីតែបើមកទឹក20រៀល30រៀលអីមានអានោះអាចកំណត់បានអាចឲ្យកុំព្យូទ័រមួយប្រើបានប៉ុន្មានមេអញ្ចឹងឧទាហរណ៍ថាបើសិនជាកុំព្យូទ័រមួយយើងឲ្យប្រើត្រឹម2មេឬក៏ប្រើ1មេអញ្ចឹងប្រើ50កុំព្យូទ័រ50 device អីចូលមក access មកប្រើបាន50អីប្រើផុយហ្មងធ្វើ1មេ YouTube Facebook អីប្រើដើរស្រួលតែត្រូវថែមលុយថែមបើមកទឹកថែម20រៀល30រៀលហើយបើសិនជាថ្មីអាច60រៀលអី